យប់ថ្ងៃទី16ឈានចូលថ្ងៃទី17ខែសីហាអ៊ុយក្រែនបានបើកការវាយប្រហារដោយដ្រូនដ៏ធំមួយទៅលើតំបន់ជាច្រើនរបស់ប្រទេសរុស្ស៊ីជាពិសេសតំបន់ជុំវិញទីក្រុងមូស្គូរុស្ស៊ីបានអះអាងថាខ្លួនបានស្ទាក់ចាប់ដ្រូនអ៊ុយក្រែនរាប់រយគ្រឿងហើយក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍អំពីចំនួនដ្រូនដែលបានស្ទាក់ចាប់ក្នុងកម្រិតខ្ពស់បំផុតមួយក្នុងរយៈពេលថ្មីនេះReuters បានរាយការណ៍ថារុស្ស៊ីបាននិយាយថាមានដ្រូនប្រមាណ822គ្រឿងត្រូវបានស្ទាក់ចាប់ក្នុងការវាយប្រហារនេះតែទោះបីរុស្ស៊ីអះអាងថាបានស្ទាក់ចាប់ដ្រូនជាច្រើនក៏ដោយក៏មានការខូចខាតនិងអគ្គិភ័យកំពុងកើតឡើងនៅក្នុងតំបន់មួយចំនួនជាពិសេសគឺតំបន់ជុំវិញទីក្រុងមូស្គូដែលអាជ្ញាធររុស្ស៊ីបានរាយការណ៍ថាមានចំនួនមនុស្សស្លាប់និងរងរបួសReuters បានរាយការណ៍ថាបុរសអាយុ83ឆ្នាំម្នាក់បានស្លាប់នៅប៉ូដូស្គីបន្ទាប់ពីដ្រូនបានវាយប្រហារនៅតំបន់លំនៅឋានខណៈមានការខូចខាតនៅទីតាំងផ្សេងទៀតនៅជុំវិញទីក្រុងមូស្គូអ្វីដែលគួរចាប់អារម្មណ៍ជាងនេះទៀតគឺដ្រូនបានវាយប្រហារទៅលើឃ្លាំងដ៏ធំមួយរបស់ក្រុមហ៊ុន Valkyrie នៅតំបន់ Koledino ជិតទីក្រុងមូស្គូឃ្លាំងនេះជាមជ្ឈមណ្ឌលចែកចាយដ៏ធំមួយរបស់ក្រុមហ៊ុនលក់ទំនិញតាមអ៊ីនធឺណិតធំបំផុតមួយរបស់រុស្ស៊ីហើយការវាយប្រហារបានបង្កឲ្យមានអគ្គិភ័យយ៉ាងសន្ធោសន្ធៅភាគីអ៊ុយក្រែនបានអះអាងថាបណ្ដាញដឹកជញ្ជូននិងឃ្លាំងមួយចំនួនរបស់ Valkyrie អាចត្រូវបានប្រើប្រាស់សម្រាប់ផ្គត់ផ្គង់សម្ភារៈដែលមានការប្រើប្រាស់ទាក់ទងនឹងយោធាប៉ុន្តែការអះអាងនេះមិនមែនជារឿងដែលត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យគ្រប់ផ្នែកនោះទេហើយ Valkyrie និងភាគីរុស្ស៊ីបានបដិសេធការចោទប្រកាន់មួយចំនួនAssociated Press បានរាយការណ៍ថាក្នុងរយៈពេលប្រហែល1ខែកន្លងមកនេះឃ្លាំងធំរបស់ Valkyrie ប្រមាណ20ទីតាំងត្រូវបានវាយប្រហារដោយការវាយប្រហារទាំងនេះបានបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរនិងរំខានដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនAP ក៏បានរាយការណ៍ផងដែរថាការខូចខាតអាចមានតម្លៃរាប់ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនការវាយប្រហារទៅលើទីតាំងដឹកជញ្ជូននិងឧស្សាហកម្មនៅជ្រៅក្នុងប្រទេសរុស្ស៊ីមានគោលបំណងមួយដែលកាន់តែច្បាស់គឺព្យាយាមធ្វើឲ្យសង្គ្រាមមានផលប៉ះពាល់ដល់សេដ្ឋកិច្ចនិងសមត្ថភាពផ្គត់ផ្គង់របស់រុស្ស៊ីប៉ុន្តែការវាយប្រហារមិនបានឈប់ត្រឹមទីក្រុងមូស្គូនោះទេនៅតំបន់រ៉ូស្តូវភាគខាងត្បូងរបស់រុស្ស៊ីក៏មានការវាយប្រហារដោយដ្រូនយ៉ាងខ្លាំងផងដែរអាជ្ញាធរនៅតំបន់រាយការណ៍ថាមនុស្សជាច្រើនបានស្លាប់និងរងរបួសក្នុងការវាយប្រហារនេះប្រភពផ្សេងបានរាយការណ៍អំពីចំនួនអ្នកស្លាប់ខុសៗគ្នាដូច្នេះតួលេខចុងក្រោយអាចនៅតែមានការផ្លាស់ប្ដូរមួយក្នុងចំណោមគោលដៅដែលគួរឲ្យចាប់អារម្មណ៍នៅតំបន់រ៉ូស្តូគឺកាមីនស្គីកំបាញដែលជាទីតាំងឧស្សាហកម្មការពារជាតិភាគីអ៊ុយក្រែនបានអះអាងថារោងចក្រនេះផលិតឥន្ធនៈរឹងសម្រាប់គ្រាប់រ៉ុកែតនិងប្រព័ន្ធបាញ់រ៉ុកែតជាច្រើនប្រភេទរបស់រុស្ស៊ីបន្ទាប់ពីការវាយប្រហារមានសេចក្តីរាយការណ៍អំពីអគ្គិភ័យនៅក្នុងបរិវេណរោងចក្រនេះមានន័យថាអ៊ុយក្រែនកំពុងព្យាយាមកំណត់គោលដៅទៅលើខ្សែសង្វាក់ផ្គត់ផ្គង់អាវុធរបស់រុស្ស៊ីមិនមែនត្រឹមតែបំផ្លាញអាវុធនៅសមរភូមិនោះទេប៉ុន្តែថែមទាំងព្យាយាមធ្វើឲ្យប៉ះពាល់ដល់ទីតាំងដែលផលិតសម្ភារៈសម្រាប់សង្គ្រាមផងដែរនេះជាយុទ្ធសាស្ត្រដែលមានសារៈសំខាន់ព្រោះប្រសិនបើរោងចក្រផលិតសម្ភារៈសម្រាប់មីស៊ីលនិងគ្រាប់រ៉ុកែតត្រូវបានរំខាននោះផលប៉ះពាល់អាចមិនបង្ហាញភ្លាមនៅលើសមរភូមិទេប៉ុន្តែអាចប៉ះពាល់ដល់សមត្ថភាពផ្គត់ផ្គង់របស់កងទ័ពរុស្ស៊ីនៅពេលក្រោយការវាយប្រហាររបស់អ៊ុយក្រែនលើឧស្សាហកម្មប្រេងរបស់រុស្ស៊ីក៏កំពុងបន្តផងដែរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះរោងចក្រចម្រាញ់ប្រេងជាច្រើននៅក្នុងតំបន់ផ្សេងរបស់រុស្ស៊ីត្រូវបានវាយប្រហារក្នុងចំណោមករណីថ្មីគឺ Gazprom Neftekhim Salavat នៅ Bashkortostan ដែលស្ថិតនៅចម្ងាយប្រមាណ 1300 គីឡូម៉ែត្រពីអ៊ុយក្រែនAP រាយការណ៍ថាដ្រូនបានវាយប្រហារទីតាំងទាំងនេះហើយបង្កឲ្យមានអគ្គិភ័យចំណុចនេះគឺសំខាន់ព្រោះប្រេងឥន្ធនៈគឺជាផ្នែកមួយនៃមូលដ្ឋានសេដ្ឋកិច្ចនិងយោធារបស់រុស្ស៊ីប្រសិនបើរោងចក្រចម្រាញ់ប្រេងត្រូវបានបិទឬត្រូវបានជួសជុលរយៈពេលយូរវាអាចប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅក្នុងប្រទេសមុននេះក៏មានការវាយប្រហារលើរោងចក្រអហ្វនិងតានីកូផងដែរ Reuters បានរាយការណ៍ថារោងចក្រអហ្វត្រូវបានបិទបន្ទាប់ពីការវាយប្រហារហើយការជួសជុលអាចចំណាយពេលជាច្រើនខែដោយសារតែការខូចខាតនិងបញ្ហាក្នុងការរកគ្រឿងបន្លាស់ដូច្នេះយុទ្ធសាស្ត្ររបស់អ៊ុយក្រែនកំពុងផ្ដោតលើវិស័យមួយចំនួនក្នុងពេលតែមួយគឺយោធាប្រេងឧស្សាហកម្មនិងបណ្ដាញដឹកជញ្ជូនប៉ុន្តែអ្វីកាន់តែគួរឲ្យចាប់អារម្មណ៍គឺសមត្ថភាពរបស់អ៊ុយក្រែនក្នុងការវាយប្រហារទៅកាន់តំបន់ដែលមានចម្ងាយឆ្ងាយពីព្រំដែនកាលពីថ្ងៃទី15ខែសីហាអ៊ុយក្រែនបានវាយប្រហារតំបន់សាម៉ារ៉ាដែល
បានកំណត់គោលដៅទៅលើទីតាំងឧស្សាហកម្មនិងទីតាំងដែលពាក់ព័ន្ធនឹងវិស័យអវកាសរបស់រុស្ស៊ីប្រធានាធិបតី Volodymyr Zelensky បានអះអាងថាអ៊ុយក្រែនបានប្រើប្រាស់អាវុធនៅក្នុងស្រុកក្នុងការវាយប្រហារនេះសវ៉ាស្លេកា Airbus ក៏ត្រូវបានរាយការណ៍ថាជាគោលដៅមួយផងដែរមូលដ្ឋាននេះមានសារៈសំខាន់ដោយសារតែវាពាក់ព័ន្ធនឹងយន្តហោះ MiG-31 ដែលអាចបំពាក់នៅមីស៊ីលគីនសាលប្រសិនបើអ៊ុយក្រែនអាចវាយប្រហារទៅលើមូលដ្ឋានបែបនេះបានជាបន្តបន្ទាប់នោះរុស្ស៊ីនឹងត្រូវបង្កើនធនធានសម្រាប់ការពារមូលដ្ឋានយោធានៅចម្ងាយឆ្ងាយពីខ្សែប្រយុទ្ធហើយនេះគឺជាយុទ្ធសាស្ត្រសំខាន់មួយនៃយុទ្ធសាស្ត្រសង្គ្រាមរយៈចម្ងាយឆ្ងាយអ៊ុយក្រែនមិនចាំបាច់វាយលុកទីក្រុងមូស្គូដោយផ្ទាល់ដើម្បីបង្កើនសម្ពាធលើទីក្រុងមូស្គូនោះទេប្រសិនបើរុស្ស៊ីត្រូវចំណាយធនធានជាច្រើនក្នុងការការពាររោងចក្រឃ្លាំងប្រេងមូលដ្ឋានទ័ពនិងមជ្ឈមណ្ឌលដឹកជញ្ជូនរាប់រយទីតាំងនោះវាអាចធ្វើឲ្យការការពាររបស់រុស្ស៊ីកាន់តែស្មុគស្មាញប៉ុន្តែជាមួយនឹងការវាយប្រហាររបស់អ៊ុយក្រែនរុស្ស៊ីក៏មិនបានឈរមើលឡើយរុស្ស៊ីនៅតែបន្តប្រើប្រាស់ដ្រូននិងមីស៊ីលវាយប្រហារទៅលើទីក្រុងនិងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែននៅចុងសប្តាហ៍នេះការវាយប្រហាររបស់រុស្ស៊ីទៅលើទីក្រុងគ្រីយីរីបានបណ្ដាលឲ្យមានអ្នកស្លាប់និងរងរបួសហើយបានប៉ះពាល់ដល់តំបន់ឧស្សាហកម្មនិងរោងចក្រដែក ArcelorMittal Reuters បានរាយការណ៍ថាការវាយប្រហារបានធ្វើឲ្យប្រតិបត្តិការមួយចំនួនរបស់រោងចក្ររងការរំខានទីក្រុងគៀវក៏រងការវាយប្រហារដោយដ្រូននិងមីស៊ីលផងដែរហើយមានការខូចខាតអគារនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដូច្នេះយើងអាចសង្កេតឃើញថាសង្គ្រាមនៅពេលនេះកំពុងក្លាយជាការវាយប្រហារសងសឹកគ្នាអ៊ុយក្រែនវាយប្រហារទៅលើទីតាំងក្នុងប្រទេសរុស្ស៊ីហើយរុស្ស៊ីបង្កើនការវាយប្រហារទៅលើទីក្រុងនិងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនអ្វីដែលគួរឲ្យព្រួយបារម្ភគឺការកើនឡើងនៃការវាយប្រហាររយៈចម្ងាយឆ្ងាយធ្វើឲ្យជនស៊ីវិលទាំងពីរភាគីរងគ្រោះកាន់តែច្រើននៅពេលនេះក៏មានបញ្ហាមួយទៀតដែលកំពុងក្លាយជាចំណុចសំខាន់របស់អ៊ុយក្រែនគឺប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនត្រូវការមីស៊ីលស្ទាក់ចាប់ដើម្បីទប់ទល់នឹងការវាយប្រហារដោយមីស៊ីលបាឡេស្ទិកនិងដ្រូនរបស់រុស្ស៊ីប៉ុន្តែការផ្គត់ផ្គង់មីស៊ីលសម្រាប់ប្រព័ន្ធស្ទាក់ចាប់ Patriot នៅតែជាបញ្ហាប្រសិនបើអ៊ុយក្រែនមិនអាចរក្សានៅសមត្ថភាពការពារដែនអាកាសគ្រប់គ្រាន់នោះទេការវាយប្រហាររបស់រុស្ស៊ីអាចបង្កការខូចខាតកាន់តែធ្ងន់ធ្ងរទៅលើទីក្រុងរោងចក្រនិងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែននៅផ្នែកម្ខាងទៀតអ៊ុយក្រែនក៏កំពុងព្យាយាមអភិវឌ្ឍអាវុធរយៈចម្ងាយឆ្ងាយផលិតនៅក្នុងស្រុករបស់ខ្លួនព័ត៌មានថ្មីបានរាយការណ៍ថាអ៊ុយក្រែនកំពុងធ្វើការអភិវឌ្ឍមីស៊ីលបាឡេស្ទិកនៅក្នុងស្រុកហើយអតីតរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Mikhail Fedorov បាននិយាយថាអ៊ុយក្រែនអាចមានសមត្ថភាពប្រើប្រាស់មីស៊ីលបែបនេះវាយប្រហារទៅលើទឹកដីរុស្ស៊ីក្នុងរយៈពេលប្រហែល3ទៅ6ខែខាងមុខប្រសិនបើសមត្ថភាពនេះខ្លាចជាការពិតវាអាចធ្វើឲ្យសង្គ្រាមរយៈចម្ងាយឆ្ងាយកាន់តែស្មុគស្មាញព្រោះមីស៊ីលបាឡេស្ទិកមានល្បឿនលឿនហើយជាទូទៅពិបាកស្ទាក់ចាប់ជាងដ្រូនទោះជាយ៉ាងណាយើងត្រូវប្រុងប្រយ័ត្នចំពោះការអះអាងទាំងនេះព្រោះសមត្ថភាពផលិតអាវុធនិងកម្រិតប្រសិទ្ធភាពពិតប្រាកដមិនអាចវាយតម្លៃបានត្រឹមតែសេចក្តីប្រកាសពីភាគីសង្គ្រាមមួយតែប៉ុណ្ណោះទេបើមើលទៅលើរូបភាពធំសង្គ្រាមរុស្ស៊ីអ៊ុយក្រែនកំពុងផ្លាស់ប្ដូរពីការប្រយុទ្ធផ្ដោតលើការដណ្ដើមយកទីក្រុងនិងភូមិនៅខ្សែប្រយុទ្ធទៅជាសង្គ្រាមដែលមានការវាយប្រហារទៅលើសេដ្ឋកិច្ចឧស្សាហកម្មធម្មពលនិងខ្សែសង្វាក់ផ្គត់ផ្គង់អ៊ុយក្រែនកំពុងតែព្យាយាមធ្វើឲ្យរុស្ស៊ីចំណាយធនធានកាន់តែច្រើនក្នុងការការពារទឹកដីរបស់ខ្លួននិងរំខានដល់សមត្ថភាពផលិតសម្ភារៈសង្គ្រាមឯរុស្ស៊ីវិញកំពុងព្យាយាមបន្តវាយប្រហារទៅលើទីក្រុងនិងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនដើម្បីបង្កើនសម្ពាធលើរដ្ឋាភិបាលទីក្រុងគៀវទោះបីជាមានការពិភាក្សាអំពីសន្តិភាពក៏ដោយក៏ការប្រយុទ្ធនៅតែបន្តហើយការវាយប្រហាររយៈចម្ងាយឆ្ងាយកាន់តែខ្លាំងឡើងនេះបង្ហាញថាភាគីទាំងពីរនៅតែព្យាយាមបង្កើនអំណាចចរចារបស់ខ្លួនតាមរយៈសកម្មភាពយោធាសម្រាប់អ៊ុយក្រែនការវាយប្រហារចូលជ្រៅក្នុងប្រទេសរុស្ស៊ីអាចជាវិធីមួយដើម្បីបង្ហាញថាសង្គ្រាមមិនអាចបន្តដោយរុស្ស៊ីវាយប្រហារតែអ៊ុយក្រែនបានទៀតឡើយសម្រាប់រុស្ស៊ីការបន្តវាយប្រហារទៅលើទីក្រុងនិងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនវិញអាចជាវិធីបង្កើនសម្ពាធដើម្បីឲ្យទីក្រុងគៀវប្រឈមនឹងការចំណាយនិងការខូចខាតកាន់តែច្រើនប៉ុន្តែសម្រាប់ប្រជាជនធម្មតាមិនថានៅរុស្ស៊ីឬអ៊ុយក្រែនទេលទ្ធផលគឺរងទុក្ខការបាត់បង់ជីវិតការខូចខាតផ្ទះសម្បែងនិងជីវភាពរស់នៅហើយនៅពេលដែលដ្រូនអាចហោះបានរាប់រយឬរាប់ពាន់គីឡូម៉ែត្រនិងមីស៊ីលអាចវាយប្រហារគោលដៅឆ្ងាយពីខ្សែប្រយុទ្ធសង្គ្រាមកាន់តែពិបាកកំណត់ថាតើតំបន់ណាដែលមានសុវត្ថិភាព
សរុបមកនៅថ្ងៃទី17ខែសីហាឆ្នាំ2026នេះអ៊ុយក្រែនកំពុងបង្កើនការវាយប្រហាររយៈចម្ងាយឆ្ងាយចូលជ្រៅក្នុងប្រទេសរុស្ស៊ីជាពិសេសនៅតំបន់ជុំវិញទីក្រុងមូស្គូនិងតំបន់ឧស្សាហកម្មភាគខាងត្បូងនិងភាគកណ្ដាលរបស់រុស្ស៊ីការវាយប្រហារបានធ្វើឲ្យប៉ះពាល់ដល់ឃ្លាំងវ៉ាល់បឺរីទីតាំងឧស្សាហកម្មការពារជាតិនិងគោលដៅដែលអ៊ុយក្រែនចាត់ទុកថាមានសារៈសំខាន់ចំពោះសមត្ថភាពធ្វើសង្គ្រាមរបស់រុស្ស៊ីវិញបានអះអាងថាខ្លួនបានស្ទាក់ចាប់ដ្រូនរបស់អ៊ុយក្រែនរាប់រយគ្រឿងហើយក៏បន្តវាយប្រហារដោយមីស៊ីលនិងដ្រូនទៅលើប្រទេសអ៊ុយក្រែនអ្វីដែលយើងត្រូវតាមដានបន្តគឺថាតើអ៊ុយក្រែនអាចរក្សាកម្រិតនៃការវាយប្រហាររយៈចម្ងាយឆ្ងាយនេះបានយូរប៉ុណ្ណានិងថាតើរុស្ស៊ីនឹងឆ្លើយតបដោយបង្កើនការវាយប្រហារទៅលើអ៊ុយក្រែនកាន់តែខ្លាំងដែរឬទេជាមួយគ្នានេះពិភពលោកក៏កំពុងតាមដានយ៉ាងជិតស្និទ្ធថាតើសកម្មភាពយោធាកាន់តែខ្លាំងនេះនឹងនាំឲ្យភាគីទាំងពីរចូលតុចរចាឬនឹងធ្វើឲ្យសង្គ្រាមបន្តអូសបន្លាយនិងកាន់តែធ្ងន់ធ្ងរឡើងសម្រាប់ពេលនេះរឿងមួយដែលច្បាស់គឺថាសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនគឺកំពុងឈានចូលដល់ដំណាក់កាលដែលការវាយប្រហាររយៈចម្ងាយឆ្ងាយមានសារៈសំខាន់កាន់តែខ្លាំងហើយគោលដៅនៃសង្គ្រាមមិនត្រឹមតែសមរភូមិទៀតទេប៉ុន្តែរួមមានសេដ្ឋកិច្ចឧស្សាហកម្មធម្មពលនិងបណ្ដាញដឹកជញ្ជូនរបស់ប្រទេសទាំងពីរ